អ្នកដែលចាក់សារធាតុរាវទាំងឡាយគាត់គិតថាការដកសារធាតុរាវពីក្នុងមុខឬក៏តំបន់ដែលគាត់ចាក់ហ្នឹងជាការងាយស្រួលប៉ុន្តែក្នុងនាមជាគ្រូពេទ្យជំនាញវះកាត់ម្នាក់ការដកសារធាតុរាវនោះបើសិនមិនច្បាស់លាស់ពីប្រភពរបស់វានិងវិធីដែលវះដកវាទេការវះនោះគឺមិនងាយស្រួលទេជំរាបសួរពីខ្ញុំវិបណ្ឌិតឯកទេសសេងថាវិធានៅក្នុង Charming Clinic បញ្ហាចាក់សារធាតុរាវនៅជាបញ្ហាសំខាន់សម្រាប់យុវវ័យសម័យឥឡូវដូច្នេះខ្ញុំលើកយកប្រធានបទដដែលតើតើជាមួយបញ្ហានេះមកអ្នកទាំងអស់គ្នាដោយសារអ្នកខ្លះគាត់ចាក់សារធាតុហ្នឹងមានបញ្ហាហើយគាត់ទៅជួបគ្រូពេទ្យផ្សេងវះកាត់ច្រើនដងប៉ុន្តែមិនបានជោគជ័យដូច្នេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាការវះកាត់ដកសារធាតុរាវហ្នឹងត្រូវតែច្បាស់ព្រោះត្រូវការថតមើល scan មើលឆែកសុខភាពអ្នកទាំងអស់គ្នាអ្វីដែលយើងដកចេញត្រូវការច្បាស់លាស់ដកអស់ចេញពីអ្នកទាំងអស់គ្នាហើយបានយើងកែមកអ្នកគ្នាមកវិញស្អាតត្រឹមត្រូវហើយយើងជួសជុលឲ្យអ្នកទាំងគ្នាមកដូចដើមដូច្នេះដូចអ្នកជំងឺមួយនេះគាត់ដកសារធាតុរាវនៅក្រៅប្រទេសច្រើនដងមែនទែនប៉ុន្តែអាចបានជោគជ័យពេលដែលខ្ញុំ scan មើលទៅឃើញសារធាតុនឹងនៅពេញដដែលហើយខ្ញុំទាកដា scan ដែលគាត់ធ្វើនៅប្រទេសក្រៅគឺអត់មាន scan អីទេគឺគ្រូពេទ្យគេបើកវះដកអ្វីដែលមិនដឹងថាជាអ្វីពិតប្រាកដទេហើយខ្ញុំមិនដឹងថាគាត់ទៅជួបគ្រូពេទ្យឯកទេសមែនឬអត់ដូច្នេះបើសិនជាគ្រូពេទ្យម្នាក់ដែលច្បាស់លាស់ត្រូវការដឹងថាមុនពេលវះកាត់ត្រូវការដឹងថាតើមានសារធាតុនឹងនៅកន្លែងណាខ្លះហើយ make sure ថាដកសារធាតុនឹងអស់ឬអត់ហើយនឹងប្រាប់ពី process នៃការព្យាបាលគាត់ត្រឡប់មកវិញដូចម្ដេចដូច្នេះ Charming Clinic នៅតែឈរលំដាប់ទី1សម្រាប់ការដកសារធាតុរាវសម្រាប់អ្នកទាំងគ្នាហើយយើងក៏ប្រាប់ step មួយក្នុងការដែលជួសជុលអ្នកទាំងគ្នាមកដូចដើមដែរអញ្ចឹងបើអ្នកទាំងគ្នាមានបញ្ហាអស់ហ្នឹងអ្នកទាំងគ្នាអាចមក Charming Clinic បានអរគុណ